បាទជាបឋមសូមគោរពនឹងជម្រាបសួរដល់គណៈនាយករងលោកគ្រូអ្នកគ្រូទទួលបន្ទុក ICT ទាំងអស់បាទដោយសារតែយើងឃើញអំពីកំណើននៃការប្រើប្រាស់នៅតាមបណ្ដាសាលាជាច្រើនបាទបានជួបប្រទះនៅបញ្ហាដែលលោកគ្រូអ្នកគ្រូលើកឡើងថាតាក់ទងជាមួយនឹងការផ្ដល់សិទ្ធិទៅកាន់គ្រូប្រចាំថ្នាក់មិនថាកម្រិតបឋមឬក៏កម្រិតមធ្យមសិក្សាទេបាទអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងណែនាំពីរបៀបនៃការផ្ដល់សិទ្ធិឬក៏យើងផ្ដល់ទូនាទីទៅកាន់លោកគ្រូអ្នកគ្រូដែលគាត់ទទួលបន្ទុកនៅក្នុងការបង្រៀនបាទឲ្យគាត់ក្លាយជាគ្រូប្រចាំថ្នាក់ដើម្បីងាយស្រួលនៅក្នុងការគ្រប់គ្រងទៅលើមុខវិជ្ជាទាំងអស់ដែលមាននៅក្នុងម៉ោងក៏ដូចជានៅក្នុងថ្នាក់ដែលគាត់ទទួលបន្ទុកក្នុងការបង្រៀនបាទអញ្ចឹងដោយលោកគ្រូអ្នកគ្រូបានដឹងហើយកន្លងមកតកតងជាមួយនឹងការវិភាគក្រុមការងារតែងតែបញ្យល់ណែនាំលោកគ្រូអ្នកគ្រូពី step មួយទៅ step មួយឬក៏ពីជំហានមួយទៅជំហានមួយអំពីរបៀបនៃការរៀបចំបាទអញ្ចឹងយើងមិនមែនគ្រាន់តែរៀបចំទៅលើតែការវិភាគហើយគឺរួចរាល់ទេគឺយើងនឹងជជែកអំពីរបៀបនៃការកំណត់ថាឲ្យគាត់ជាគ្រូប្រចាំថ្នាក់នៅកន្លែងណាអញ្ចឹងខ្ញុំគិតថាប្រហែលជាលោកគ្រូអ្នកគ្រូយើងគាត់ពិបាកនៅក្នុងការបកទៅមើលវីដេអូនៅខាងក្រោយឬក៏បាទខ្ជិល scroll រមើលវីដេអូណាអញ្ចឹងនៅក្នុងនេះខ្ញុំនឹងជូនវីដេអូមួយទៀតហើយខ្ញុំក៏ដូចជាក្រុមការងារនឹង upload វីដេអូនេះចូលទៅក្នុង channel YouTube របស់កម្មវិធី Wiki School យើងអញ្ចឹងលោកគ្រូអ្នកគ្រូដែលអត់ទាន់ join channel ទេអញ្ជើញទៅ join channel ទៅដើម្បីទទួលបាននៅវីដេអូអំពីរបៀបនៃការប្រើប្រាស់នៅក្នុងនឹងមានជាច្រើនទៀតបាទអញ្ចឹងមិនឲ្យខាតពេលលោកគ្រូអ្នកគ្រូទេយើងទៅមើលពីរបៀបនៃការផ្ដល់សិទ្ធិថាតើយើងគួរតែកំណត់ឬក៏ផ្ដល់សិទ្ធិឲ្យលោកគ្រូអ្នកគ្រូជាគ្រូប្រចាំថ្នាក់នៅកន្លែងណាបាទអញ្ចឹងសូមចូលទៅទស្សនាវីដេអូទាំងអស់គ្នាបាទអញ្ចឹងជាដំបូងលោកគ្រូអ្នកគ្រូធ្វើការបំពេញលេខកូដសាលារបស់យើងមកបាទអញ្ចឹងខ្ញុំអត់ចាំបាច់បញ្យល់ណែនាំលោកគ្រូអ្នកគ្រូយើងម្ដងហើយម្ដងទៀតទេព្រោះលេខកូដសាលារបៀបនៃការ log in ខ្ញុំជឿជាក់ថាលោកគ្រូអ្នកគ្រូយើងចេះហើយបាទអូអធិស្ឋានលោកគ្រូបាទសូមតិចបាទអញ្ចឹងនៅកន្លែងនេះយើងធ្វើការបំពេញនៅបាទពាក្យសម្ងាត់ក៏ដូចជាលេខគណនីរបស់លោកគ្រូអ្នកគ្រូរៀងៗខ្លួនមកបាទអញ្ចឹងបាទយើងធ្វើការ log in ចូលមកបាទអញ្ចឹងនៅពេលដែលយើងធ្វើការ log in ចូលមកដល់ក្នុងប្រព័ន្ធហើយបាទអញ្ចឹងកុំឲ្យខាតពេលណាលោកគ្រូយើងអត់មានត្រូវការធ្វើការផ្លាស់ប្ដូរទេផ្នែកទូទៅគឺយើងចូលជើងនៅកន្លែងហ្នឹងដដែលតែអ្វីដែលយើងត្រូវចាប់អារម្មណ៍ជាងគេលោកគ្រូមើលមកខាងឆ្វេងដៃយើងឃើញមានមុខងារនៃការប្រើប្រាស់របស់យើងនៅនេះបាទអញ្ចឹងឥឡូវជំហានដែលយើងចង់ធ្វើគឺយើងផ្ដល់សិទ្ធិឲ្យគាត់ជាគ្រូប្រចាំថ្នាក់ដើម្បីងាយស្រួលនៅក្នុងការបញ្ចូលបន្ទុកបាទសាលាខ្លះទៀតគាត់ចូលទៅឃើញតែមុខវិជ្ជា3មុខទេសាលាខ្លះទៀតក៏អត់ឃើញដែរបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលមកលោកគ្រូចូលមកពិនិត្យជាមួយខ្ញុំបាទយើងចុចទៅលើការគ្រប់គ្រងការវិភាគមកនៅខាងក្រោមគេបងប្អូនហ្នឹងបាទអញ្ចឹងនៅពេលដែលយើងចុចមកវានឹងត្រប់ចេញនៅមុខងារ2ទៀតដោយទី1គឺយើងនិយាយទៅលើលេខកូដគ្រូបង្រៀនបាទអញ្ចឹងសម្រាប់កម្រិតបឋមខ្ញុំអត់លើកទឹកចិត្តឲ្យមកមើលច្រើនទេបាទចំពោះកម្រិតមធ្យមសិក្សាយើងធ្វើការវិភាគនៅក្នុងការកំណត់ទៅលើតារាង Excel ហើយអញ្ចឹងដូចជាមិនសាំញ៉ាំដែរបាទខ្ញុំមិនលម្អិតទៀតទេចឹងឥឡូវការងារដែលយើងត្រូវធ្វើគឺយើងមកធ្វើការផ្ដល់សិទ្ធិនេះលោកគ្រូចុចទៅលើបាទការរៀបចំការវិភាគមកបាទនៅខាងក្រោមគេបងប្អូនហ្នឹងនៅឆ្វេងដៃបាទចុចមកបាទអញ្ចឹងយើងមកដល់ត្រង់ចំណុចនេះលោកគ្រូឃើញមានហើយទី1គឺថ្នាក់បាទទី2គឺគ្រូបន្ទុកថ្នាក់បាទអញ្ចឹងនៅកន្លែងនេះជាទូទៅបើសិនបើយើងមានការវិភាគគឺនឹងបង្ហាញការវិភាគយើងនៅកន្លែងនេះតែដោយឡែកខ្ញុំអត់បានដាក់ការវិភាគទេនៅក្នុងសាលារបស់ខ្ញុំបាទអញ្ចឹងខ្ញុំគ្រាន់តែចង់បញ្ជាក់ថាកន្លែងនេះយើងផ្ដល់សិទ្ធិគាត់ជាគ្រូប្រចាំថ្នាក់គឺមកផ្ដល់នៅកន្លែងហ្នឹងអញ្ចឹងនេះលោកគ្រូឃើញហើយនៅកន្លែងនេះយើងឃើញមានឈ្មោះថ្នាក់បាទដូចខ្ញុំចាប់ scroll នេះលោកគ្រូមើលឃើញខ្ញុំស្រាប់ហើយបាទ1ក1ខមតីខថ្នាក់7ក7B 7A គេនេះបាទនៅហ្នឹងមកកណោបាទអញ្ចឹងឥឡូវលោកគ្រូមើលតាមភាពជាក់ស្ដែងទៅថាតើថ្នាក់មួយណាដែលយើងចង់ផ្ដល់សិទ្ធិគាត់ជាគ្រូប្រចាំថ្នាក់ឧទាហរណ៍ថាឥឡូវ 7A 7A នេះបាទយើងចង់ផ្ដល់សិទ្ធិឲ្យគ្រូណាអញ្ចឹងនេះលោកគ្រូឃើញនៅខាងកន្លែងខ្ញុំដាក់ cursor នេះដាក់ម៉ៅនេះបាទអញ្ចឹងចុចលើហ្នឹងមកអញ្ចឹងយើងជ្រើសរើសមកថាគ្រូមួយណាជាគ្រូប្រចាំថ្នាក់ឧទាហរណ៍ថាអ្នកគ្រូមរកតឬក៏បាទអ្នកគ្រូសេអូនថាយើងចង់ឲ្យគាត់ហ្នឹងជាគ្រូប្រចាំថ្នាក់អញ្ចឹងនៅក្នុងកន្លោននេះលោកគ្រូយើងអាច add បានច្រើនគ្រូប៉ុន្តែជាទូទៅគ្រូមួយគ្រូមួយរូបបានតែមួយថ្នាក់ទេអញ្ចឹងលោកគ្រូរើសតែមួយថ្នាក់ទៅបាទបើសិនបើកម្រិតបឋមយើងអាច2នាក់អញ្ចឹងណាបាទអាច2នាក់ឬក៏2ថ្នាក់ចូលគ្នាអញ្ចឹងយើងនិយាយថា2នាក់ទៅតែជារួមមួយរូបមួយថ្នាក់បានហើយណាលោកគ្រូបាទអញ្ចឹងយើងដាក់តែប៉ុណ្្នឹងហើយលោកគ្រូចុចម៉ៅមកខាងក្រៅវិញមកអញ្ចឹងស្មើនឹងការរក្សាទុកអូតូហើយអញ្ចឹងរបៀបនៃការផ្ដល់សិទ្ធិគឺមានតែប៉ុណ្្នឹងទេមិនវែងឆ្ងាយទេហើយក៏វាមិនពិបាកនៅក្នុងការដាក់ដែរសូមឲ្យលោកគ្រូយើងមុននឹងធ្វើការសាកសួរសូមឲ្យលោកគ្រូយើងចូលទៅក្នុង channel YouTube នៃកម្មវិធី Wiki School យើងទៅដើម្បីទៅមើលវីដេអូណែនាំបាទនៅក្នុងហ្នឹងគឺក្រុមការងារបានផ្ញើជាវីដេអូច្រើនហើយបានប្រើជា channel ជូនលោកគ្រូហើយអញ្ចឹងសូមចុចលើ channel ដើម្បីទៅមើលវីដេអូទៅបាទមិនមែនមានន័យថាកំណាញ់នៅក្នុងការសាកសួរទេក៏ប៉ុន្តែសូមឲ្យលោកគ្រូយើង
មើលសិនបាទមើលវីដេអូមើលអីអស់ចិត្តសិននៅតែធ្វើមិនបានចាំតាក់ទងក្រុមការងារបាទអញ្ចឹងកន្លែងហ្នឹងគឺមានតែប៉ុណ្្នឹងទេសូមការអធិស្ឋានក៏ដូចជាសូមអរគុណសម្រាប់លោកគ្រូលោកគ្រូយើងបាទអញ្ចឹងចំពោះវីដេអូគឺសង្ខេបមករួមគឺរបៀបនៃការផ្ដល់សិទ្ធិមានប៉ុណ្ណេះលោកគ្រូលោកគ្រូមានជាសំណួរឬក៏ចម្ងល់អីបន្ថែមអាចធ្វើការលើកឡើងក៏ដូចជាសាកសួរបន្ថែមទៀតបាទសូមគោរពនិងអរគុណ